បងប្អូននេះគឺជាទិញមងដែលទៅតែយកចូលវត្តទិញមងថ្មីសម្រាប់វត្តមង្គលវ័នហើយវត្តកណ្ដាលថ្មីស្រឡាងតែម្ដងហើយត្រៀមជួបបងប្អូននៅថ្ងៃទី28ក្នុងថ្ងៃអាទិត្យសប្តាហ៍នេះហើយថ្ងៃអាទិត្យហ្នឹងគឺយើងដង្ហែចេញពីខាងគោលស្ពានកោះអន្លង់ចិននៅត្រើយខាងកើតមិនមែនលើកោះទេសូមបញ្ជាក់អញ្ចឹងយើងហែទៅក្រោមឆ្ពោះទៅក្រោមកាត់ត្រើយស្លាកាត់ស្វាយប្រទាលរហូតទៅដល់កំពង់ដតាលុនទៅយើងចប់មួយថ្ងៃហ្នឹងហើយឥឡូវអូននាំដៃពីមុងឡើងលើហ្មងតោះឡើងលើហ្មងភ្លៀងចូលក្នុងនោះក៏បានដែរតោះចូលនោះប្រយ័ត្នល្អិលចូលទៅក្រោយនោះទៅក្នុងរោងនោះអូនដើរស្រួលបួដើមស្រួលល្អិលដួលព្រុសថាឲ្យឈប់ភ្លៀងអាងថតឥឡូវថតភ្លៀងហ្នឹងហើយអំបិលមកជុំមើលទិញមងហេឥឡូវសួរទិញមងតិចអឺទិញមងនឹងឈ្មោះអីដែរthằng sim ឈ្មោះស៊ីមដែរ ba អូដាក់ឈ្មោះស៊ីមអញ្ចឹងហ្មងហ៎បាទឥឡូវមើលមុខស៊ីមហ្នឹងប្រុសស៊ីមសក់ក៏លយវងមុខភ្នែកច្រមុះមាត់អីមុខចិនហ្មងនេះមិនមែនខ្មែរនេះហើយក៏មិនមែនកូរ៉េដែរមើលឆ្នាំក្រោយអាប់ដេតដាក់សក់ពិតបានទេcảm ơn con cảm ơn dân ដាក់សក់ពិតហ៎ cảm ơn dân ចាំមើលសិនណានឹងបងប្អូនថ្ងៃទី28យើងនឹងហែជើងទី1ពីខាងគោលស្ពានកោះលងចិនត្រើយខាងកើតហើយមានបងប្អូនមួយចំនួនហ្នឹងគាត់ខ្ញុំធ្វើវីដេអូមុនខ្ញុំអាចបានបញ្ជាក់ឲ្យច្បាស់ណាគាត់ច្រឡំថាហែលើកោះតាមពិតយើងអត់ហែលើកោះលងចិនទេយើងគ្រាន់តែយើងចេញដំណើរពីកន្លែងគោលស្ពានកោះលងចិននឹងជើងទី1ហើយជើងទី2យើងដង្ហែនៅត្រើយខាងលិចវិញម្ដងពីខាងស្វាយរលំណាអាចនឹងត្រឹមគោលស្ពានព្រែកសំរោងមកដល់ព្រែកតូចហ្នឹងយើងដង្ហែត្រឹមហង់ហ្នឹងហើយថ្ងៃទី3ជើងទី3ហ្នឹងយើងដង្ហែលើកោះសាច់ទន្លាលើកោះសាច់ទន្លាហ្នឹងយើងដង្ហែជុំវិញកោះរួចហើយយើងតទៅខាងស្អាងខ្សែក្នុងមួយថ្ងៃហ្នឹងយើងហែពីកន្លែងណាព្រឹកយើងហែលើកោះហើយពេលបាយថ្ងៃត្រង់ហើយយើងចេញដំណើរទៅស្អាងស្រែដូចឆ្នាំមុនអញ្ចឹងចេញដំណើរពីស្អាងស្រែហើយយើងដង្ហែលើផ្លូវជាតិ21តពីកន្លែងដែលយើងហែសល់ពីស្វាយលំហ្នឹងត្រឹមព្រែកតូចហ្នឹងចុះទៅវត្តវិញអាហ្នឹងថ្ងៃទី3ហើយថ្ងៃទី4យើងអាចនឹងដង្ហែនៅត្រើយខាងកើតប៉ុន្តែយើងដង្ហែពីខាងពោបានអីចឹងណាតែអត់ទាន់ប្រកាសទេគាត់ថាគិតសិនទេអញ្ចឹងដែលច្បាស់លាស់ហ្នឹងគឺយើងដង្ហែថ្ងៃទី1ទី2ទី3ជើងទី1ជើងទី2ជើងទី3ហើយជើងបន្តទៀតវាអាចប្រែប្រួលតាមជាក់ស្ដែងហ្នឹងហើយការដង្ហែហ្នឹងគឺយើងយកតែថ្ងៃអាទិត្យទេបងប្អូនយកតែថ្ងៃអាទិត្យទេដើម្បីងាយស្រួលដល់បងប្អូនសិស្សសាលាហើយនឹងបងប្អូនដែលគាត់ជាអ្នកធ្វើការអញ្ចឹងគាត់ឆ្លៀតបានតែថ្ងៃអាទិត្យយើងអត់អាចឲ្យគាត់ខាតការងារខាតការសិក្សារៀនសូត្ររបស់គាត់ទេបាទនេះទៅតែលាបថ្នាំទេបែកច្រមុះយកមកដំបងបែកច្រមុះហើយមុខរៀងឆ្កូតស្លេកពណ៌ឥឡូវឲ្យជាងគាត់ដាក់ថ្នាំថ្មីឲ្យហើយថ្មីជ្រើងហ្មងបងប្អូនហ្នឹងហើយមិញហ្នឹងឈ្មោះស៊ីមណាទិញមងហ្នឹងឈ្មោះស៊ីមបងប្អូនហើយកាតហ្នឹងក៏ដាក់រូបទិញមងស៊ីមហ្នឹងដែរនេះកុំភ្លេចជួបគ្នាចាំទទួលផងទិញមងហ្នឹងគឺជាទិញមងប្រចាំវត្តអត់មានជាទិញមងឯកជនទេបងប្អូនណាបញ្ជាក់ទៀត
រាល់ទីម៉ងដែលដាក់ចូលវត្តមង្គលវ័នហើយវត្តកណ្ដាលគឺបកគលឲ្យវត្តជាទីម៉ងរបស់វត្តនៅក្នុងបញ្ជីហើយអត់មានសិទ្ធិយកដល់ដង្ហែទៅពីទេគឺជាទីម៉ងដែលគ្រប់គ្រងដោយវត្តហ្នឹងហើយអរគុណចំពោះការមើលវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទ